ការកំពូលនឹងបញ្ជូនញត្តិរបស់តំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញដើម្បីពិនិត្យពិចារណាតាមច្បាប់ជាធរមានតុលាការកំពូលនឹងតាមពិនិត្យមើលការដោះស្រាយសំណុំពរនៃញត្តិនេះនៅសាលាឧទ្ធរណ៍ភ្នំពេញផងដែរតុលាការកំពូលបានបញ្ជាក់ថាសំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញត្តិស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញដូច្នេះសាលាកំពូលនឹងបញ្ជូនញត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញដើម្បីពិនិត្យពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមានជាមួយគ្នានេះលោករងឈុនត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសមួយករណីថ្មីទៀតតាមសារក្រមព្រហ្មទណ្ឌចុះថ្ងៃទី5ខែឧសភាឆ្នាំ2025ដែលត្រូវជាប់ពន្ធនាគារ4ឆ្នាំនិងពិន័យជាប្រាក់ចំនួន4លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាក់ទងនឹងការមិនរៀងចាក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមរួចនិងប្រកាសដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតផងដែរគូបញ្ជាក់ថាកាលពីថ្ងៃទី23ខែឧសភាតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នបានដាក់ញត្តិជាផ្លូវការទៅកាន់តុលាការកំពូលដោយសង្ឃឹមថាសាលាឧទ្ធរណ៍ឬតុលាការកំពូលនឹងកាត់សិទ្ធិនយោបាយលោកគ្រូរងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិដែលជាមនុស្សសំខាន់របស់លោកសំរងស៊ីសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក